ខ្ញុំមិនដឹងថាគិតយ៉ាងម៉េចទេចំពោះជនជាតិមួយនេះបាទគេហៅថាជនជាតិថៃណាបាទជនជាតិថៃហ្នឹងសម្រាប់តែអ្នកល្អទេបាទសម្រាប់រូបខ្ញុំផ្ទាល់បាទគឺហៅអាសៀមពេញទីបងប្អូនបាទសៀមនេះគឺជាចៅមួយបាទគេហៅថាចៅតពូជតតកូលណាតរហូតដល់ជីដូនជីតាវាដែលវាចង់បានទឹកដីកម្ពុជាយើងណាបាទអញ្ចឹងមួយថ្ងៃវាមិនដឹងថាបាទគិតអីបាទគឺមួយថ្ងៃគិតតែរិះរល្បិចកិច្ចកលដើម្បីធ្វើបាបប្រទេសយើងណាវាអាងតែប្រទេសយើងតូចបាទសេដ្ឋកិច្ចយើងទាបជាងនិងប្រជាជនយើងតិចអញ្ចឹងមួយថ្ងៃវាមើងងាយយើងខ្លាំងណាស់អញ្ចឹងក៏សូមសំណូមពរដល់បងប្អូនទាំងអស់ធ្វើការពហិការជប់ប្រើរបស់សៀមបាទគឺឲ្យតែរបស់សៀមគឺកុំប្រើឲ្យសោះបាទគឺឈាមដែលហូរចេញពីបាទវិរៈកងទ័ពយើងមិនទាន់បានសាបរលាបឥឡូវនេះទាហានវាបានធ្វើការបាញ់ប្រហារមកលើជនជាតិយើងទៀតបាទអញ្ចឹងខ្ញុំមានការឈឺចាប់មែនតើបាទនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025បាទក្រុមអ្នកអង្គការអាស៊ានហៅកាត់ថា IOT បាទធ្វើការចុះពិនិត្យផ្ទាល់ដល់ទីតាំងកាត់ហេតុតែម្ដងបាទគឺនៅភូមិអូបៃជាន់បាទគឺនៅភូមិព្រៃច័ន្ទឃុំអូបៃជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025បាទដែលហេតុការណ៍នេះគឺបណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរយើងបាទគឺស្លាប់ម្នាក់របួសចំនួន3នាក់បាទអញ្ចឹងខ្ញុំមានការសោកស្ដាយបាទចំពោះបាទអាចោឈ្លានពានដែលវាធ្វើបាបប្រជាពលរដ្ឋខ្មែរខ្ញុំណាអញ្ចឹងខ្ញុំមានការឈឺចាប់ណាស់ហើយក៏សូមសំណូមពរម្ដងទៀតបាទគឺសូមឲ្យបងប្អូនធ្វើការពហិការបាទឈប់ប្រើរបស់សៀមបាទកាលណាដែលយើងឈប់ប្រើរបស់សៀមតាមមួយឆ្នាំ2ឆ្នាំបាទគឺសេដ្ឋកិច្ចវាគឺនឹងដួលរលំដោយឯងតែម្ដងបាទ